ไต้หวันបានប្រកាសជោគជ័យក្នុងការសាកល្បងនាវាមួយទឹកជាលើកដំបូងនៅថ្ងៃពុធទី18មិថុនាអាជ្ញាធរតៃវ៉ាន់បានប្រកាសអំពីការសាកល្បងនាវាមួយទឹកមួយគ្រឿងដែលជាសមិទ្ធផលស្នាដៃផលិតក្នុងស្រុករបស់ខ្លួននិងដែលត្រូវសាកល្បងបណ្ដាលខ្លួនលើសមុទ្រតៃវ៉ាន់ជាលើកដំបូងការបង្ហាញនាវាមួយទឹកដែលមានគោលដៅបម្រើវិស័យកងទ័ពនៅពេលនេះគឺជាការបង្ហាញសាច់ដុំយោធាដាក់ចិនដីគោកនិងដើម្បីបង្ការទប់នឹងការវាយប្រហារពីក្រុងប៉េកាំងជាយថាហេតុរដ្ឋអំណាចក្រុងតៃប៉េបានប្រកាសជោគជ័យក្នុងការសាកល្បងនាវាមួយទឹកជាលើកដំបូងដែលផលិតដោយក្រុមហ៊ុនតៃវ៉ាន់ CSBC Corporation នាវាមួយទឹកត្រូវបានគេប្រសិទ្ធនាមថាហៃខុនជាភាសាចិនដែលសំដៅដល់សត្វម្យ៉ាងក្នុងរឿងទេវកថាតាមពិតគម្រោងផលិតនាវាមួយទឹកមួយនេះជាគំនិតផ្ដួចផ្ដើមរបស់លោកស្រីអតីតប្រធានាធិបតីសៃអ៊ីងវ៉េនកាលពីឆ្នាំ2016ហើយ4ឆ្នាំក្រោយមកក្រុមហ៊ុនតៃវ៉ាន់បានចាប់ផ្ដើមសាងសង់និងបានដាក់បង្ហាញគំរូជាសាធារណៈលើកទី1ក្នុងឆ្នាំ2023នាវាមួយទឹកហៃខុនមួយគ្រឿងមានតម្លៃ 1.5 លានដុល្លារមានប្រវែង80ម៉ែត្រនិងមានទម្ងន់ចន្លោះពី2,500តោនទៅ3,000តោននាវាមួយទឹកហៃខុននឹងត្រូវបំពាក់ប្រព័ន្ធធ្វើសឹកផ្ដល់ដោយក្រុមហ៊ុនសន្តិសុខរបស់អាមេរិកបាទតាមក្រុមហ៊ុនតៃវ៉ាន់ CSBC Corporation កម្មវត្ថុនៃការដាក់សាកល្បងឲ្យនាវាមួយទឹកបណ្ដាតខ្លួនលើទឹកសមុទ្រជាលើកដំបូងនៅថ្ងៃពុធទី18មិថុនាគឺដើម្បីធ្វើតេស្តហើយតាមរយៈលទ្ធផលធ្វើតេស្តសាកល្បងនេះក្រុមហ៊ុននឹងបន្តកែច្នៃអភិវឌ្ឍចំណុចខ្វះខាតបន្ថែមទៀតនឹងត្រូវដាក់សាកល្បងបណ្ដាតទឹកនិងជ្រមុជទឹកជាច្រើនដងទៀតតាមអាជ្ញាធរទ័ពជើងទឹកតៃវ៉ាន់ការសាកល្បងអាចនឹងធ្វើជាច្រើនដងចាប់ពីពេលនេះដល់បំណាច់ខែកញ្ញាដើម្បីធានាថាក្រុមហ៊ុនតៃវ៉ាន់ CSBC Corporation អាចប្រគល់នាវាមួយទឹកនេះទៅឲ្យអាជ្ញាធរក្រុងតៃប៉េនៅខែវិច្ឆិកាខាងមុខគួរបញ្ជាក់ថាក្រុមហ៊ុនផលិតនាវាមួយទឹកតៃវ៉ាន់ត្រូវប្រគល់នាវាមួយទឹកគំរូដោយដែលបានសាកល្បងលើកនេះចំនួន8គ្រឿងឲ្យទៅអាជ្ញាធរតៃវ៉ាន់សប្តាហ៍ថ្ងៃនេះតៃវ៉ាន់មាននាវាមួយទឹកតែ2គ្រឿងប៉ុណ្ណោះដែលអាចធ្វើប្រតិបត្តិការបានក្រុងតៃប៉េទិញនាវាមួយទឹកនេះពីប្រទេសហូឡង់កាលពីឆ្នាំ1980អំឡុងពេលនោះប្រទេសចិនមាននាវាមួយទឹកលំដាប់ពិភពលោករួចទៅហើយដែលនឹងបំពាក់ដោយគ្រាប់មីស៊ីលបំពាក់គ្រាប់ក្បាលនុយក្លេអ៊ែរទៀតផងអ្វីដែលគួរឲ្យចាប់អារម្មណ៍ការសាកល្បងនាវាមួយទឹកឲ្យបណ្ដែតលើទឹកសមុទ្រនៅពេលនេះគឺជាវត្ថុបំណងរបស់ក្រុមអ្នកនយោបាយបកប្រឆាំងដែរពួកអ្នកនយោបាយប្រឆាំងដែលគ្រប់គ្រងសភាតៃវ៉ាន់បានបង្កគម្រោងថវិកាមួយចំណែករបស់រដ្ឋាភិបាលនិងបានជំរុញឲ្យរដ្ឋអំណាចក្រុងតៃប៉េបង្ហាញសមិទ្ធផលនាវាមួយទឹកដែលជាការសន្យារបស់ខ្លួន